សម្រាប់ម្ហូបថ្ងៃហ្នឹងបងប្អូនខ្ញុំបានខម្រះនេះទំធ្វើលើកទី1ដែរបងប្អូនធ្លាប់ទិញគេញ៉ាំឆ្ងាញ់បងប្អូនចង់មកសាករៀនធ្វើខ្លួនឯងម្ដងហើយសម្រាប់របៀបធ្វើវិញខ្ញុំយកសាច់ទៅបានច្រាំហ្នឹងយកម្លីគ្រឿងជាមុនសិនណាបងប្អូនរួចច្បល់ចូលគ្នាឲ្យសព្វហើយផ្អាប់ទុកម្ល៉េះសិនបន្តមកទៀតហ្នឹងខ្ញុំយកម្រះហ្នឹងបងប្អូនយកមកកាត់កង់ហើយខួងយកគ្រាប់ហ្នឹងចេញឲ្យស្អាតណាហើយយកមកស្រោះទឹកក្តៅតាមមួយផ្លេតអីហ្នឹងទៅបានឲ្យតែអស់ជាតិល្វីងតិចហើយត្រាំទុកជាមួយផ្លេតហើយបាត់ក្តៅហើយបានយកមកញាត់សាច់ដែលខ្ញុំបានផ្អាប់ទុកមុនហ្នឹងបន្តមកទៀតហ្នឹងខ្ញុំមកធ្វើទឹកខវិញម្ដងខ្ញុំដាក់ស្ករត្នោតកូរឲ្យឡើងក្រហមល្អហើយបានបន្ថែមម្រេចបុកជាមួយនឹងខ្ទឹមហ្នឹងខ្ញុំកូរម្រេចជាមួយនឹងខ្ទឹមឲ្យឈ្ងុយសិនណាបងប្អូនហើយបានបន្ថែមទឹកសាបបន្តិចឲ្យវានៅបែបរួចហើយហ្នឹងខ្ញុំចាក់ម្រះហ្នឹងចូលពេលចាក់ម្រះចូលហ្នឹងខ្ញុំប្រែទៅប្រែមកឲ្យម្រះហ្នឹងឈ្ងុយជាមួយនឹងទឹកខសិនណារួចហើយខ្ញុំបន្ថែមគ្រឿងទេសចូលឲ្យហើយមានម្សៅស៊ុបអំបិលទឹកត្រីជាមួយនឹងប៊ីចេងហើយបងប្អូនអត់ញ៉ាំប៊ីចេងទេមិនបាច់ដាក់ទេបងប្អូនបន្ទាប់ពីដាក់គ្រឿងអស់ហើយខ្ញុំចាក់ទឹកចូលដាក់លង្ងាស់រហូតដល់ម្រះហ្នឹងឆ្អិនម្រះហ្នឹងយើងរំងាស់រៀងយូរដែរបានម្រះឆ្អិនហើយបន្ទាប់ពីម្រះហ្នឹងឆ្អិនបងតែស្លឹកខ្ទឹមទៅរួចជាការស្រេចហើយ